បងប្អូនទាំងអស់គ្នាធ្លាប់ឮរឿងដែលបុរសពិការភ្នែកគាត់ប្រើឈើច្រត់របស់គាត់នឹងដើម្បីនាំផ្លូវគាត់ក្នុងការទៅណាមកណានៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ប៉ុន្តែនៅមានថ្ងៃមួយដែលគាត់ត្រូវបានគ្រូពេទ្យវះកាត់ព្យាបាលគាត់ឲ្យជាភ្នែករបស់គាត់នឹងអាចមើលឃើញឡើងវិញអ្វីដែលគាត់បោះបង់ចោលមុនគេនោះគឺឈើច្រត់របស់គាត់នៅពេលដែលភ្នែកគាត់ភ្លឺហើយគឺគាត់លែងត្រូវការឈើច្រត់នឹងហើយទោះជាឈើច្រត់នឹងគឺជាអ្វីដែលនៅមួយគាត់នាំផ្លូវគាត់មករាប់សិបឆ្នាំនេះគឺជាឧទាហរណ៍មួយដែលយើងអាចយកមកប្រៀបធៀបនៅក្នុងជីវិតមនុស្សយើងប្រចាំថ្ងៃបានមនុស្សសពថ្ងៃនេះនៅពេលដែលយើងជួយគេមិនមែនប្រកាសថាគេស្រឡាញ់យើងទេគឺគេស្រឡាញ់អ្វីដែលយើងជួយគេអ្វីដែលយើងបានឲ្យគេអ្វីដែលយើងបានផ្ដល់ផលប្រយោជន៍ឲ្យគេបើសិនជាថ្ងៃណាមួយយើងលែងមានប្រយោជន៍គេលែងត្រូវការយើងគេនឹងបោះបង់យើងចោលដូចឈើច្រត់នឹងអញ្ចឹងគឺយើងនឹងក្លាយទៅជារបស់ដែលអត់មានតម្លៃអញ្ចឹងរឿងទាំងអស់ហ្នឹងវាគួរតែបង្រៀនឲ្យយើងដឹងថាការរាប់អានមនុស្សយើងត្រូវតែរើសយើងត្រូវតែមើលឲ្យមែនតែនថាតើមនុស្សណាមករាប់អានយើងដើម្បីតែផលប្រយោជន៍មនុស្សណាដែលគេស្រឡាញ់រាប់អានយើងពិតប្រាកដ